ខ្មែរសម្រាប់ថ្ងៃនេះដែរគឺខ្ញុំបាននឹងមកអธิบายអំពីខ្សែបាតដៃរបស់បងស្រីម្នាក់ដែលគាត់មានខ្សែបាតដៃរូបសញ្ញាប្រកាន់ឬហៅថារូបសញ្ញាដាវកំបិតដែលនៅក្នុងដៃនេះជាឧបនិស្ស័យដែលមនុស្សនេះធ្លាប់កើតជាមេទ័ពឬធ្លាប់កើតជាអ្នកប្រយុទ្ធឬហៅថាអ្នកដែលកាន់ប្រកាន់នេះគឺជាមនុស្សដែលមានចិត្តមុតចិត្តខ្លាំងក្លាហានហ៊ានហើយក៏ជាមនុស្សដែរគេហៅថាតស៊ូព្យាយាមក្នុងឆាកជីវិតខ្លាំងបុគ្គលដែលមានសញ្ញាប្រកាន់ក្នុងបាតដៃឬសញ្ញាដាវអាវុធនេះគឺបញ្ជាក់អំពីទឹកចិត្តការពុះពៀឆ្លងកាត់ការលំបាកដ៏ហត់នឿយវែងឆ្ងាយព្រមទាំងបុគ្គលដែលគេហៅថាមានចិត្តដែលពោពេញទៅដោយធម៌ពលនិងកម្លាំងមានថាបុគ្គលនេះគឺមានទឹកចិត្តឬក៏ចិត្តនឹងធំធេងនៅក្នុងការជួយក្នុងការសង្គ្រោះក្នុងការលះបង់ឬក៏ធ្វើរឿងរ៉ាវអ្វីមួយដែលជាការសម្រេចគោលបំណងឬគោលដៅធំក្នុងឆាកជីវិតហើយអ្នកដែលមានសញ្ញាប្រកាន់នៅក្នុងបាតដៃនេះឧបនិស្ស័យគឺជាមនុស្សដែលអត់ធន់នឹងបញ្ហាបានច្រើនខ្លាំងណាស់គឺមានន័យថាគាត់ជាមនុស្សដែលរឹងមាំហើយតស៊ូជំនះនៅឧបសគ្គដែលយើងមើលទៅគឺដូចជារូបរាងកំបិតណានៅរូបរាងកំបិតឬក៏រូបរាងដាវនឹងឯងតែមួយទេបងប្អូនណាហ្នឹងហើយគឺយើងសង្កេតមើលទៅឃើញថាគឺមានរូបរាងបែបនេះណាបងប្អូននេះហើយគេហៅថាប្រកាន់ឬក៏ដាវឬក៏អាវុធមុតស្រួចនេះហើយណាគេហៅថាជាតំណាងនៃអាវុធឬក៏ប្រកាន់នៅក្នុងបាតដៃរបស់តួអង្គឬក៏អ្នកដែលមានឧបនិស្ស័យនឹងតែម្ដងហើយនៅក្នុងបាតដៃនេះគឺខ្ញុំបានចង់បង្ហាញរូបភាពនេះដោយសារតែបងប្អូនសួរច្រើនមែនទែនថារូបប្រកាន់នឹងមានរូបរាងបែបណាឬរូបដែលមានសញ្ញាអាវុធកំបិតនិងលំពេងហ្នឹងគឺមានរូបរាងបែបណាលើនេះយើងមកមើលអំពីបាតដៃរូបប្រកាន់ឬរូបកំបិតនៅក្នុងបាតដៃដែលឧបនិស្ស័យជាមនុស្សមានចិត្តមុតហ្នឹងហើយគេហៅថាជាមនុស្សដែលសម្លឹងអ្វីធ្វើអ្វីមួយគឺមានភាពច្បាស់លាស់ប្រកបជាចិត្តជាមេទ័ពច្បាស់លាស់ខ្លាំងមួយគឺមួយពីរគឺពីរមានន័យថាមនុស្សនេះគឺអត់ធន់ខ្លាំងណាស់ជាមួយនឹងរឿងរ៉ាវដែលគាត់ជួបក្នុងឆាកជីវិតទោះបីជាគាត់ជួបរឿងរ៉ាវច្រើនជួបបញ្ហាច្រើនប៉ុណ្ណាប៉ុន្តែគាត់នៅតែអាចអត់ធន់បានតស៊ូបានម្យ៉ាងពេកនៅក្នុងដៃរបស់គាត់នេះមានសញ្ញាគុណច្បាស់តែម្ដងបងប្អូននៅក្នុងបាតដៃនេះដែលបញ្ជាក់អំពីអ្នកដែលសន្សំបារមីចាស់សន្សំបុណ្យកុសលក្នុងការធ្វើទានសិលភាវនាបុគ្គលដែលមានសញ្ញាគុណក្នុងបាតដៃគឺជាបុគ្គលដែលមានគុណធម៌ខ្ពស់ជាអ្នកមានចិត្តសន្តោសមេត្តាឆាប់អាណិតនិងឆាប់តូចចិត្តនិងជួយអ្នកដទៃជួយអស់ពីចិត្តហើយជាមនុស្សដែលចូលចិត្តធ្វើគុណនិងធ្វើគុណទៅលើអ្នកដទៃជួយចែករំលែកនៅសេចក្តីល្អៗទៅលើអ្នកដទៃគឺមានចិត្តសន្តោសប្រណីខ្លាំងណាស់ហើយបើនិយាយអំពីសញ្ញាគុណរួមនឹងសញ្ញាប្រកាន់នៅក្នុងបាតដៃនេះគឺបញ្ជាក់ថាបុគ្គលនេះគឺគាត់ច្បាស់ជាមនុស្សដែរគេហៅថាមានភាពស្មោះត្រង់និងឲ្យតស៊ូលះបង់ហើយជាមនុស្សដែលអាចបំពេញភារកិច្ចធ្វើអ្វីមួយបានល្អខ្វះប្រសើរហើយបើយើងមើលទៅលើបាតដៃរបស់គាត់គឺយើងនឹងឃើញសញ្ញាផ្សេងទៀតណានៅក្នុងបាតដៃនេះគឺមិនមែនមានតែសញ្ញាមួយនឹងទេគឺមានសញ្ញាផ្កាឈូកនៅក្នុងដៃដែលដោះចេញពីសញ្ញាប្រកាន់នឹងមកដែលបញ្ជាក់ពីខ្សែបុណ្យរបស់គាត់ការជោគខ្ញុំនៅកណ្ដាលបាតដៃបងប្អូនដូចគ្នាដែលបញ្ជាក់អំពីបុណ្យចាស់ដែលគាត់បានសន្សំមកច្រើនជាតិម្ល៉េះហើយបាតដៃរបស់តួអង្គនីមួយៗគឺគេហៅថាមានសញ្ញាផ្លាយៗប៉ុន្តែបាតដៃនេះគឺចង់បង្ហាញប្រាប់បងប្អូនថាជាបាតដៃមនុស្សដែលមានឧបនិស្ស័យក្លាហានតស៊ូរឹងមាំព្យាយាមក្នុងឆាកជីវិតខ្លាំងណាស់គឺគាត់ធ្វើអ្វីមិនលុញរាទេហើយយើងមកមើលខ្សែចិត្តរបស់គាត់គឺខ្សែចិត្តនេះគឺជាលំដាប់ខ្សែចិត្តខ្លីមានថាឧបនិស្ស័យគាត់គឺជាមនុស្សដែលធ្វើអ្វីមួយគឺនឹងហើយមិនសូវមានអ្នកណាយល់ចិត្តឬក៏យល់នៅរឿងរ៉ាវស៊ីជម្រៅដែលគាត់គិតខ្លួនឯងហើយចូលចិត្តធ្វើអ្វីគឺធ្វើដោយខ្លួនឯងណាបុគ្គលប្រភេទនេះគេហៅថាខ្សែបេះដូងដាច់ឬក៏បេះដូងឯកាណាមិនសូវមានឲ្យយល់ចិត្តទេប៉ុន្តែគឺគាត់នឹងធ្វើអ្វីមួយច្បាស់លាស់ប្រកបជាព្រោះខ្សែបញ្ញាគាត់ក៏វែងល្អនឹងហើយគាត់មានខ្សែបុណ្យបុកឡើងទៅខាងលើទៀតអញ្ចឹងមានន័យថាជីវិតគាត់ជួបបញ្ហាច្រើនមែនជួបទុក្ខរឿងរ៉ាវច្រើនមែនប៉ុន្តែគាត់នៅតែតស៊ូបានប្រឹងប្រែងបានហើយសម្រាប់ខ្សែពាក់ព័ន្ធជាមួយនឹងព្រះអាទិត្យខាងលើនេះគេហៅថាជាសញ្ញាមង្គលដ៏ប្រសើរមួយដែរឬក៏ហៅថាសញ្ញាអំណាច
សញ្ញាការពីមួយដែរដែលនាំឲ្យមានភាពចម្រុងចម្រើនឬក៏ការតំណាក់តំណងគឺល្អប្រសើរណាឥឡូវនេះយើងមកមើលបាតដៃខាងឆ្វេងរបស់គាត់វិញគឺមានគេហៅថាខ្សែដែលមានគ្រូវិជាតាមថែរក្សាការពារគឺមានន័យថាមានទេវតាតាមថែគាត់